បាទនេះគឺជាវីដេអូចុងក្រោយដែលខ្ញុំបានទៅលេងនៅរមណីយដ្ឋានភ្នំល្អាងទឹកនៅខេត្តកំពតដែលនៅជាប់នឹងជាយដែនកម្ពុជានិងវៀតណាមហើយនៅទីនោះគឺទេសភាពស្អាតមែនតែនគឺបើយើងទៅនៅក្នុងខែវស្សាហ្នឹងគឺមានពណ៌ខៀវស្ងាត់តែម្ដងហើយអ្វីដែលធ្វើឲ្យខ្ញុំកាន់តែជក់ចិត្តទៀតនោះគឺហើយនឹងឆ្ងល់គឺហេតុអ្វីបានជាទឹកនៅតំបន់ហ្នឹងគឺមានសភាពថ្លាឆ្លុះដល់បាតខ្ញុំសោកស្ដាយដែលខ្ញុំអត់បានសួរអ្នកភូមិនៅតំបន់ហ្នឹងប៉ុន្តែយើងមើលតាមវីដេអូដែលខ្ញុំថតហ្នឹងគឺថ្លាមែនទែនថ្លាដល់បាតដូចថាគួរឲ្យចង់ចុះទៅមុជលេងប៉ុន្តែខ្ញុំខ្លាចតែអាសត្វអត់ជើងឆ្លើងនិយាយរួមទៅគឺមើលទៅគឺទឹកថ្លាមែនតែនស្អាតមែនតែនហើយបើសិនបើយើងបានទៅលេងគឺខ្ញុំធានាថាជក់ចិត្តជាមួយនឹងទេសភាពនៅខាងភ្នំល្អាងទឹកនេះបាទហើយបន្តិចទៀតនេះខ្ញុំនឹងដាក់សម្លេងដើមដែលខ្ញុំនិងគ្រួសារបានជិះទូកទៅលេងនៅក្នុងល្អាងភ្នំនេះហើយនឹងទិដ្ឋភាពនៅក្នុងល្អាងនោះនេះតែហ្វេទិលដែរវីដេអូឯងអត់ឃើញទាំងអស់មើលចាក់ស្រាប់នោះមានចដាហ្នឹងហ្នឹងតែដាឡើងមែនអត់បងទៅពេលទៅចឹងឯងវាចេញវិញចេញទៅនេះចាប់បានទៅដែរនេះមានថាស្លៀកទេចុះខាងនោះអត់មានទេមានតែបងខាងនេះហ៎នឹងក្នុងបងហ្នឹងអូលោកតាគាត់កសាងស្អាតអត់ឃើញលោកតាការក្បួនបាទចំពោះតម្លៃនៅក្នុងការជិះទូកនេះគឺពួកគាត់មិនបានទាកម្រៃពីយើងទេគឺយើងឲ្យគាត់ទៅតាមសទ្ធាដែលយើងចង់ឲ្យ